ផ្ទះប្រជាពលរដ្ឋមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កឲ្យមានការផ្ចាប់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចហើយរថយន្តពលុតអគ្គិភ័យចេញជួយអន្តរាគមន៍ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង 2:35 នាទីរសៀលថ្ងៃទី 5 ខែឧសភាឆ្នាំ 2025 ស្ថិតនៅចំណុចក្រុមហ៊ុនសិក្សាសំណង់ភូមិក្រាំងអង្ក្រងសង្កាត់ក្រាំធ្នងខណ្ឌសែនសុខរាជធានីភ្នំពេញក្រោយពីទទួលបានព័ត៌មានខាងលើលោកវរៈស្នេហ៍ឯកព្រំយ៉តនាយការិយាល័យបានបញ្ជាទៅកាន់សមត្ថកិច្ចជំនាញពលុតអគ្គិភ័យដែលប្រចាំការនៅតាមបណ្ដាគោលដៅឲ្យបញ្ឆេះរថយន្តពលុតអគ្គិភ័យមកកាន់ទីតាំងកាត់ហេតុដើម្បីបាញ់ទឹកជួយអន្តរាគមន៍ជុំវិញទីតាំងកាត់ហេតុគ្រោះអគ្គិភ័យខាងលើដោយមានការអនុវត្តបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯកជួនណារិនអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានណែនាំដល់កម្លាំងការិយាល័យនគរបាលបង្ការនិងពលុតអគ្គិភ័យនិងសង្គ្រោះត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់ក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាដោយទទួលបានបទបញ្ជាខាងលើលោកវរៈសេនីយ៍ឯកព្រំយ៉តនាយការិយាល័យបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងជំនាញចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យបានទាន់ពេលវេលាកុំឲ្យមានការឆេះរាលដាលបន្តទៅដល់ផ្ទះនៅក្បែរនោះដោយនៅក្នុងប្រតិបត្តិការខាងលើសមត្ថកិច្ចជំនាញបានប្រើប្រាស់ទឹករថយន្តពលុតអគ្គិភ័យចំនួន5គ្រឿងក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញចំនួន5គ្រឿងប្រើប្រាស់ទឹកអស់ចំនួន3ឡានស្មើនឹង18ម៉ែត្រកោដែលឡែកចំពោះប្រភេទសំណង់ខាងលើគឺជាប្រភេទថ្មបេតុងដំបូលប្រក់ស័ង្កសីទំហំ4ម៉ែត្រគុណ16ម៉ែត្រឆេះខូចខាតផ្ទះល្វែងជាន់ទី3ចំនួន1ល្វែងខូចខាត 50% រួមមានកុំព្យូទ័រចំនួន3គ្រឿងតុកៅអីនិងសម្ភារៈមួយចំនួនទៀតនិងពុំបណ្ដាឲ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរខាងនោះឡើយចំពោះករណីអគ្គិភ័យខាងលើត្រូវបានសមត្ថកិច្ចជំនាញគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង 3:30 នាទីរសៀលនៅក្នុងខែឆ្នាំដដែលចំពោះហេតុការណ៍ករណីអគ្គិភ័យខាងលើសមត្ថកិច្ចបានបញ្ជាក់ថាសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរកឃើញថាបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យដោយឡែកនៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះមិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសនៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះឡើយសម្រាប់ YouTube លោកអ្នកគ្រាន់តែវាយពី SN TV Breaking News ចុច Like Subscribe និងរូបកណ្ដឹងជាការស្រេចនឹងទទួលបានព័ត៌មានថ្មីៗជារៀងរាល់ថ្ងៃ